ទស្សនិកជនព័ត៌មានជាបន្តទៀតនេះគឺឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះជាន់ទី3នៅសង្កាត់ផ្សារថ្មីរងការខូចខាតសម្ភារៈមួយចំនួនផ្ទះមួយកន្លែងជាន់ទី3នៅខាងជើងផ្សារថ្មីត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យសម្ភារៈមួយចំនួនរងការខូចខាតហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង8:20 នាទីព្រឹកថ្ងៃសុក្រទី16 ខែមករាឆ្នាំ2026នៅចំណុចផ្ទះលេខ9អឺទ្រាល់ផ្លូវ118កែងនឹង53ភូមិ11សង្កាត់ផ្សារថ្មីទី1ខណ្ឌដូនពេញរាជធានីភ្នំពេញតាមនគរបាលខណ្ឌដូនពេញបានដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន10គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង9:00នាទីព្រឹកនាថ្ងៃខែឆ្នាំដដែលដោយពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះក្បែរខាងឡើយតាមនគរបាលបានដឹងទៀតថាអគ្គិភ័យនេះបណ្ដាលរងការខូចខាតបន្ទប់មួយទំហំ3ម៉ែត្រគុណនឹង4ម៉ែត្ររួមមានម៉ាស៊ីនត្រជាក់ចំនួន1គ្រឿងកង្ហាចំនួន1គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតអគ្គិភ័យនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីពីខ្ញុំបានលួនឯក TV5 Online News